Assalamualaikum ក៏ដូចជាសួស្តីទៅដល់បងប្អូនទាំងអស់គ្នានៅវីដេអូនេះគឺខ្ញុំចង់លើកយកសំណួរមួយតើហេតុអ្វីបានជាអ្នកខ្លះគាត់មានខួរក្បាលឆ្លាតម្ល៉េះគាត់មានខួរក្បាលឆ្លាតជាងអ្នកដទៃអញ្ចឹងនៅក្នុងវីដេអូនេះដែរគឺខ្ញុំនឹងឲ្យ5ចំណុចទី1កាតា Genetic មនុស្សខ្លះគាត់កើតមកមានសមត្ថភាពខួរក្បាលគាត់ល្អជាងធម្មតាដូចជាការចងចាំបានលឿនឬក៏គិតវិភាគបានល្អជាងអ្នកដទៃកត្តាទី2នោះគឺបរិស្ថាននិងការអប់រំការលូតលាស់នៅក្នុងបរិយាកាសល្អការអានសៀវភៅសួរសំណួរនិងការលើកទឹកចិត្តឲ្យការគិតអញ្ចឹងកត្តាទាំងនេះនឹងធ្វើឲ្យខួរក្បាលគាត់មានការអភិវឌ្ឍល្អជាងអ្នកដទៃផងដែរសម្រាប់កត្តាទី3នោះគឺការហាត់គិតនិងការសិក្សាជាបន្តបន្ទាប់ខួរក្បាលរបស់យើងដូចជាសាច់ដុំផងដែរបើសិនជាយើងយកខួរក្បាលរបស់យើងយកមកប្រើការគិតច្រើនដងសួរច្រើនអញ្ចឹងខួរក្បាលរបស់យើងនឹងឆ្លាតឡើងសម្រាប់កត្តាទី4ការគ្រប់គ្រងអារម្មណ៍ Emotional Intelligence មនុស្សឆ្លាតគាត់តែងតែចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងនិងយល់ចិត្តអ្នកដទៃនិងចេះដោះស្រាយបញ្ហាបានសមហេតុផលសម្រាប់កត្តាទី5ការចង់ដឹងនិងការចង់រៀន Curiosity អ្នកដែលសួរសំណួរហេតុអ្វីឬក៏សំណួរបើបែបនេះវិញអញ្ចឹងបើសិនជាសំណួរនេះគាត់ប្រើជាញឹកញាប់នោះគាត់នឹងបានចម្លើយហើយខួរក្បាលរបស់គាត់នឹងមានការកើនឡើងមានការចងចាំជាងមុនផងដែរដូច្នេះសរុបមកវិញខួរក្បាលរបស់យើងក៏អាចអភិវឌ្ឍបានមិនមែនកាត់មកថេនោះទេមិនមែនកាត់មកខ្លាចភ្លាមនោះទេអញ្ចឹងបើសិនជាយើងមានការហាត់រៀនហាត់គិតហាត់អានឬក៏សួរសំណួរជាបន្តបន្ទាប់នោះអ្នកនឹងអាចក្លាយជាមនុស្សឆ្លាតផងដែរ